នៅទីបំផុតព្រះមហាក្សត្រថៃយល់ព្រមលើសំណើរុះរើគណៈរដ្ឋមន្ត្រីចំថ្ងៃតុលាការធម្មនុញ្ញក៏នឹងពិនិត្យបណ្ដឹងប្រឆាំងនាយករដ្ឋមន្ត្រីផែថងឋានផងដែរព្រះមហាក្សត្រថៃទ្រង់យល់ព្រមលើសំណើរុះរើគណៈរដ្ឋមន្ត្រីតាមសំណើរបស់នាយករដ្ឋមន្ត្រីផែថងឋានស៊ីនវ៉ាន់នៅថ្ងៃនេះដោយមិនបានឆ្លងកាត់ការបោះឆ្នោតសភាជាន់ទាបលើការស្នើសុំរុះរើគណៈរដ្ឋមន្ត្រីថ្មីដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋានអ្នកនយោបាយថៃក្នុងរយៈពេល2សប្តាហ៍ចុងក្រោយនេះគណៈតុលាការធម្មនុញ្ញនៅថ្ងៃនេះក៏នឹងត្រូវសម្រេចថាតើត្រូវនឹងទទួលយកបណ្ដឹងរបស់សមាជិកព្រឹទ្ធសភាប្រមាណ36រូបដែលប្តឹងស្នើដកនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវ៉ាន់ពីទូនីតិឬមួយក៏យ៉ាងណាបើយោងតាមបណ្ដាញសារព័ត៌មានអនឡាញដ៏ល្បីល្បាញរបស់ថៃខាវសតបានចេញផ្សាយថានៅថ្ងៃទី1ខែកក្កដានេះគេហទំព័ររាជកិច្ចបានផ្សព្វផ្សាយព្រះរាជក្រឹត្យប្រកាសដកតំណែងនិងតែងតាំងរដ្ឋមន្ត្រីរាជក្រឹត្យដកតំណែងនិងតែងតាំងរដ្ឋមន្ត្រីថ្មីនេះគឺតាមសំណើរបស់នាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវ៉ាន់ដែលបានដាក់ទៅអង្គព្រះមហាក្សត្រកាលពីសប្តាហ៍កន្លងទៅនេះយោងតាមបណ្ដាញសារព័ត៌មានរបស់ថៃមួយទៀត The Nation តុលាការធម្មនុញ្ញរបស់ប្រទេសថៃក៏នឹងបើកកិច្ចប្រជុំនៅថ្ងៃទី1ខែកក្កដានេះដើម្បីពិចារណាថាតើត្រូវទទួលយកពាក្យបណ្ដឹងដែលស្វែងរកការដកនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវ៉ាន់ជុំវិញវីដេអូឃ្លីបដ៏ចម្រូងចម្រាសការចេញផ្សាយបានបន្តឲ្យដឹងទៀតថានៅថ្ងៃទី1ខែកក្កដាគឺជាថ្ងៃដ៏សំខាន់មួយខណៈដែលតុលាការធម្មនុញ្ញគ្រោងនឹងកោះប្រជុំនិងពិភាក្សាអំពីសក្តានុពលលើអាញាត់ដ៏ខ្ពង់ខ្ពស់ដែលប្តឹងលោកនាយករដ្ឋមន្ត្រីផែថងឋានបាទលោកស្រីនាយករដ្ឋមន្ត្រីផែថងឋានស៊ីនវ៉ាន់បន្ទាប់ពីការចេញផ្សាយឃ្លីបសម្លេងបែកធ្លាយនៃការសន្ទនាជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាយោងតាមការផ្សាយនោះប្រសិនបើតុលាការពិចារណាលើញត្តិនៅថ្ងៃទី1ខែកក្កដានេះសេណារីយ៉ូដែលកើតឡើងមានចំនួន3ដែលអាចកើតឡើង1ការពន្យាពេលតុលាការអាចជ្រើសរើសមិនពិចារណាលើញត្តិនេះនៅឡើយទេដោយលើកបានឡើងពីពេលវេលាដ៏ខ្លីចាប់តាំងពីប្រធានព្រឹទ្ធសភាបានបញ្ជូនរឿងនេះកាលពី2សប្តាហ៍មុន2បន្តការត្រួតពិនិត្យតុលាការអាចលើកយកករណីនេះជាផ្លូវការដែលបណ្ដាលឲ្យមានសកម្មភាពមួយចំនួនបាទក្នុងចំណោមសកម្មភាពជាច្រើនការទទួលញត្តិបដិសេធឬស្នើសុំព័ត៌មានបន្ថែមពីភ្នាក់ងារឬបុគ្គលពាក់ព័ន្ធ3ការច្រានចោលពាក្យបណ្ដឹងតុលាការអាចពិនិត្យមើលពាក្យបណ្ដឹងនេះហើយកំណត់ថាវាខ្វះហេតុផលគ្រប់គ្រាន់ដោយហេតុនេះការបដិសេធទាំងស្រុងអញ្ចឹងពុកម៉ែបងប្អូនច្បាស់ហើយនៅទីបំផុតបាទព្រះមហាក្សត្រថៃចេញមុខហើយជាចុងក្រោយបាទសូមជម្រាបលាពុកម៉ែបងប្អូនបាទ